ថៃបានដករថក្រោះធុនធ្ងន់ចំនួន2គ្រឿងចូលបន្ទាយវិញក្រោយការចរចាគ្មានកិច្ចព្រមព្រៀងជាមួយកម្ពុជាទីក្រុងបាងកកកាលពីយប់ថ្ងៃអង្គារទី28ខែតុលាឆ្នាំ2025កងទ័ពថៃបានបង្ហាញពីការដកអាវុធធុនធ្ងន់ចូលបន្ទាយវិញក្រោមកិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី26ខែតុលាក្រោមអធិបតេយ្យភាពប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមតាមការចុះផ្សាយរបស់ The Nation កងទ័ពថៃបានដករថក្រោះធុនធ្ងន់ចំនួន2គ្រឿងចូលបន្ទាយវិញដោយអះអាងថាការដកនេះគឺធ្វើឡើងក្រោមការអង្កេតពីសំណាក់ក្រុមអង្កេតការអាស៊ានដែលហៅកាត់ថា AOT អ្នកនាំពាក្យកងទ័ពថៃលោកវិតថៃឡៃធំយ៉ាបានឲ្យដឹងថានេះគឺជាការដកអាវុធធុនធ្ងន់ដំណាក់កាលដំបូងចេញពីខ្សែត្រៀមជួរមុខហើយថៃនឹងបន្តអនុវត្តជាបន្តបន្ទាប់ទៀតស្របតាមកិច្ចព្រមព្រៀងសូមជម្រាបផងដែរថាការដកនេះគឺធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សារវាងមេបញ្ជាការយោធាថៃនិងកម្ពុជាស្ដីពីការដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែនបានបញ្ចប់ហើយភាគីទាំងពីរបានយល់ព្រមដកប្រព័ន្ធអាវុធសំខាន់ៗជាបន្តបន្ទាប់ក្នុងរយៈពេល3សប្តាហ៍ដើម្បីកាត់បន្ថយហានិភ័យដល់ជនស៊ីវិលដែលនៅជិតនោះលោកវីរយុទ្ធមេបញ្ជាការយុទ្ធភូមិភាគទី2របស់ប្រទេសថៃបានចាត់នាយសេនាធិការរបស់ខ្លួនជួបជាមួយមេបញ្ជាការយុទ្ធភូមិភាគទី4របស់កម្ពុជានៅប៉ុស្តិ៍ត្រួតពិនិត្យអចិន្ត្រៃយ៍ឆងឈុំក្នុងខេត្តសុរិន្ទដើម្បីកំណត់ផែនការជាក់ស្ដែងសម្រាប់ការរំសាយអាវុធជាដំណាក់កាលកិច្ចប្រជុំបានចាប់ផ្ដើមនៅម៉ោង 10 ព្រឹកហើយបានដំណើរការរហូតដល់ថ្ងៃត្រង់មុនពេលឈប់សម្រាកអាហារថ្ងៃត្រង់ហើយបន្តពីម៉ោង 1 រសៀលដល់ម៉ោង 4 រសៀលការពិភាក្សាត្រូវបានបញ្ចប់នៅម៉ោង 8 យប់បន្ទាប់ពីកិច្ចប្រជុំពេលរសៀលបានបញ្ចប់ដោយគ្មានការឯកភាពគ្នាពេញលេញការផ្ដោតសំខាន់គឺការដកអាវុធធុនធ្ងន់ចំនួន3ប្រភេទដែលចាត់ទុកថាមានគ្រោះថ្នាក់ដល់អាយុជីវិតជនស៊ីវិលគឺកាំជ្រួច BM21 ប្រព័ន្ធកាំភ្លើងធំនិងរថពាសដែករួមទាំងរថក្រោះគណៈប្រតិភូទាំងពីរបានយល់ព្រមដកអាវុធទាំងនេះចេញពីតំបន់ព្រំដែនក្នុងរយៈពេល3សប្តាហ៍ខាងមុខតាមការពិភាក្សារវាងមេបញ្ជាការយោធាថៃនិងកម្ពុជាស្ដីពីការដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែនបានបញ្ចប់ទៅដោយមិនមានភាពប្រាកដប្រជានាថ្ងៃអង្គារទី28ខែតុលានេះទោះបីជាភាគីទាំងពីរបានយល់ព្រមដកប្រព័ន្ធអាវុធសំខាន់ៗក្នុងរយៈពេល3សប្តាហ៍ទៀតដើម្បីកាត់បន្ថយហានិភ័យដល់ជនស៊ីវិលដែលនៅជិតនោះនេះបើយោងតាមការចុះផ្សាយរបស់កាសែត Khawsot លោកវីរយុទ្ធមេបញ្ជាការយុទ្ធភូមិភាគទី2របស់ថៃបានចាត់នាយសេនាធិការរបស់ខ្លួនមកជួបជាមួយនឹងមេបញ្ជាការយុទ្ធភូមិភាគទី4របស់កម្ពុជាដើម្បីកំណត់ផែនការជាក់ស្ដែងសម្រាប់ការរំសាយអាវុធទោះបីជាយ៉ាងណាក៏ដោយអ្នកយកព័ត៌មានបានឲ្យដឹងថាកិច្ចប្រជុំនេះមិនទាន់មានការពិភាក្សាអំពីការដកអាវុធនៅក្នុងសប្តាហ៍ទី6ដែលជាដំណាក់កាលចុងក្រោយនៅឡើយទេការចរចាបន្ថែមទៀតត្រូវបានគេរំពឹងថានឹងបញ្ចប់ការកំណត់ពេលវេលានិងយន្តការសម្របសម្រួលសម្រាប់ការអនុលោមពេញលេញជាមួយនឹងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃនាពេលថ្មីនេះស្ថានភាពរឹតតែក្តៅក្រោយផ្ទុះគ្រាប់បែកថ្មីមួយទៀតនៅភាគខាងត្បូងថៃបណ្ដាលឲ្យមនុស្សស្លាប់និងរបួសយ៉ាងច្រើនយន្តហោះ2គ្រឿងរបស់ទ័ពសហរដ្ឋអាមេរិកបានធ្លាក់ចូលសមុទ្រចិនខាងត្បូងទីក្រុងបាងកកក្រោយធូរស្រាលប៉ុន្មានថ្ងៃពេលនេះស្ថានភាពនៅភាគខាងត្បូងប្រទេសថៃបានកើនកម្ដៅសាជាថ្មីបន្ទាប់ពីការវាយប្រហារដោយបំផ្ទុះគ្រាប់បែកនៅខេត្តនារាធិវត្តន៍បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់និងរបួស3នាក់តាមសេចក្តីរាយការណ៍របស់កាសែត Khawsot ការវាយប្រហារនេះបានកើតឡើងនៅវេលាម៉ោង 3:35 នាទីរសៀលនៅថ្ងៃច័ន្ទទី27ខែតុលាឆ្នាំ2025នៅស្រុករឿសូខណៈអ្នកស្លាប់គឺជាអនុប្រធានប្រជាការពារឃុំរាំងទន្ទឹមនឹងនោះដែរលទ្ធផលនៃការស៊ើបអង្កេតរបស់ប៉ូលីសបង្ហាញថាការវាយប្រហារនេះគឺជាស្នាដៃរបស់ក្រុមផ្ដាច់ខ្លួនដោយពួកគេបានដាក់គ្រាប់បែកបង្កាយឆ្នៃក្នុងធុងហ្គាសទម្ងន់50គីឡូក្រាមរួចក៏បំផ្ទុះកំទេចរថយន្តរបស់កងស្ម័គ្រចិត្តការពារទឹកដីភ្លាមៗនោះមានមនុស្ស4នាក់បានរងរបួសនៅនឹងកន្លែងក៏ប៉ុន្តែក្រោយមកអនុប្រធានប្រជាការពារឃុំរាំងត្រូវបានប្រកាសថាស្លាប់នៅឯមន្ទីរពេទ្យការវាយប្រហារចុងក្រោយនេះបានរុញស្ថានភាពឲ្យឡើងកម្ដៅសាជាថ្មីក្រោយក្រុមផ្ដាច់ខ្លួនស្ងប់ស្ងាត់សកម្មភាពមួយរយៈមុនការវាយប្រហារនេះមួយសប្តាហ៍ប៉ូលីសថៃខេត្តសង្ខ្លាបានរកឃើញគ្រាប់បែកចំនួន39គ្រាប់ដែលលាក់ទុកនៅក្នុងឃ្លាំងមួយក៏ប៉ុន្តែគោលបំណងនិងផែនការពាក់ព័ន្ធគ្រាប់បែកនេះគឺមិនទាន់ដឹងនៅឡើយទេវាជាប្រភេទគ្រាប់បែក M79 ដែលផ្ញើចេញពីស្រុកយីងនៃខេត្តនារាធិវត្តន៍ទៅកាន់ស្រុកម៉ែសតខេត្តតាក់ក៏ប៉ុន្តែត្រូវបានស្តុកទុកនៅក្នុងស្រុកបាងក្លាមខេត្តសង្ខ្លាដោយមិនដឹងមូលហេតុយន្តហោះ2គ្រឿងរបស់ទ័ពសហរដ្ឋអាមេរិកបានធ្លាក់ចូលសមុទ្រចិនខាងត្បូងយោធាសហរដ្ឋអាមេរិកនៅថ្ងៃទី26ខែតុលាបានប្រកាសពីករណីធ្លាក់យន្តហោះចម្បាំងមួយគ្រឿងនិងឧទ្ធម្ភាគចក្រមួយគ្រឿងចូលទៅក្នុងសមុទ្រចិនខាងត្បូងករណីធ្លាក់នេះកើតឡើងតែ30នាទីពីគ្នាប៉ុណ្ណោះ
ក្នុងសេចក្តីប្រកាសរបស់ខ្លួនកងនាវាចរប៉ាស៊ីហ្វិករបស់យោធាសហរដ្ឋអាមេរិកបញ្ជាក់ថាយន្តហោះដែលធ្លាក់មានមួយគ្រឿងធុន FA-18F Super Hornet និងមួយគ្រឿងទៀតជា MH-60R Seahawk ដែលមានមូលដ្ឋាននៅលើនាវាផ្ទុកយន្តហោះ USS Nimitz យោធាដែលជិះនៅលើអូថូមភេកជ្ជៈនិងអ្នកបើកបរ2នាក់ទៀតនៅក្នុងយន្តហោះចម្បាំងត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាពអ្នកទាំង7នាក់មិនមានគ្រោះថ្នាក់អ្វីដល់អាយុជីវិតឡើយករណីធ្លាក់យន្តហោះទាំងពីរគ្រឿងនេះកើតមានឡើងខណៈដែលនាវា USS កំពុងធ្វើដំណើរត្រឡប់ទៅកាន់មូលដ្ឋានកងទ័ពជើងទឹក Kitsap នៅក្នុងរដ្ឋ Washington បន្ទាប់ពីមានការដាក់ពង្រាយនៅតំបន់មជ្ឈិមបូព៌ាដែលជាផ្នែកមួយនៃការឆ្លើយតបរបស់សហរដ្ឋអាមេរិកចំពោះការវាយប្រហាររបស់ក្រុមអូទៀម Houthi របស់ Yemen លើការដឹកជញ្ជូនពាណិជ្ជកម្មនាវាផ្ទុកយន្តហោះនេះកំពុងស្ថិតក្នុងការដាក់ពង្រាយចុងក្រោយមុនចូលនិវត្តន៍ការធ្លាក់យន្តហោះនេះកំពុងក្លាយជារឿងឈឺក្បាលសម្រាប់សហរដ្ឋអាមេរិកដោយហេតុថាករណីនេះកើតឡើងកាន់តែញឹកញាប់នាវាផ្ទុកយន្តហោះមួយទៀតគឺឈ្មោះថា USS Harry S Truman បានជួបគ្រោះថ្នាក់ជាច្រើនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះខណៈដែលបានដាក់ពង្រាយទៅកាន់មជ្ឈិមបូព៌ាកាលពីខែធ្នូឆ្នាំ2024នាវាប្រដេញ USS Gettysburg បានបាញ់ទម្លាក់យន្តហោះ FA-18 ដោយអចេតនាក្នុងខែមេសាឆ្នាំនេះយន្តហោះចម្បាំង FA-18 មួយគ្រឿងទៀតបានរអិលធ្លាក់ចេញពីកន្លែងចតយន្តហោះរបស់នាវា USS Truman ហើយបានធ្លាក់ចូលទៅក្នុងសមុទ្រក្រហមនៅក្នុងខែឧសភាយន្តហោះចម្បាំង FA មួយគ្រឿងទៀតបានធ្លាក់ចូលសមុទ្រក្រហមអំឡុងពេលហ្វឹកហាត់ចុះចតលើនាវាផ្ទុកយន្តហោះមកទល់នឹងពេលនេះការបើកការស៊ើបអង្កេតមិនទាន់មានចម្លើយនៅឡើយទេចំពោះបញ្ហាទាំងអស់នេះ